ដោយសារមួយរយៈនេះបញ្ហាក្រេកកម្មវិធី Autodesk ជាច្រើនវា error ចឹងវីដេអូនេះខ្ញុំបង្ហាញពីដំណោះស្រាយដែលយើងអាចយកទៅប្រើប្រាស់បាននៅពេលដែលយើងបើកកម្មវិធី Autodesk មកគឺ error ក្រេកចឹងករណីហ្នឹងយើងអាចដោះស្រាយបានមានន័យថាយើងចុចបិទសិនមកហើយសម្រាប់ app មួយហ្នឹងអ្នកទាំងអស់គ្នាអាចទៅយកនៅក្នុង channel បានខ្ញុំបោះចូលនៅក្នុង channel Telegram ណាបន្ទាប់ពីយើងមាន app ចឹងហើយយើងបិទកម្មវិធី Revit ឬក៏កម្មវិធី AutoCAD អីយើងអាច fix បានទាំងអស់តោះមកយើងយកពាក្យថា extract here មកសម្រាប់ file នេះគឺអត់មាន password ទេនៅពេលដែលយើង extract here ហើយវាចេញ file របៀបនេះក្នុងលក្ខខណ្ឌហ្នឹងវាមានករណីមួយចំនួនទី1គឺយើងត្រូវបិទកម្មវិធីកម្ចាត់មេរោគដោយសារតែកម្មវិធីកម្ចាត់មេរោគវាអាចស៊ី file នេះអញ្ចឹងពេលដែលយើង run ក្រេកសាថ្មីមកគឺវាអត់ដំណើរការទេអញ្ចឹងករណីហ្នឹងយើងចូលមកបិទកម្មវិធីកម្ចាត់មេរោគរបស់យើងមកបន្ទាប់មកយើងចុចបិទមួយទៀតយើងត្រូវការ add នេះដើម្បីឲ្យកម្មវិធីកម្ចាត់មេរោគស្គាល់ជាមួយ app របស់យើងអញ្ចឹងករណីហ្នឹងវីដេអូខ្ញុំបង្ហាញច្រើនដងហើយទាក់ទងមួយដំណោះស្រាយផ្សេងៗហ្នឹងបន្ទាប់មកយើងរើស file នៅលើ desktop ហ្នឹងមកហើយយើងចុច open មកមានន័យថាកម្មវិធីកម្ចាត់មេរោគស្គាល់ហើយករណីទី2មានន័យថាយើងចូលកន្លែង app and browser control បន្ទាប់មកយើងមើលអាកន្លែង smart app control setting នេះហើយយើងយកពាក្យថា out នេះមកអញ្ចឹងករណីនេះគឺអូខេហើយបន្ទាប់ពីបានប៉ុណ្្នឹងហើយយើងចូលមកដំណោះស្រាយមានន័យថាដើម្បីដោះស្រាយបញ្ហាហ្នឹងគឺយើងចូលមកកាន់ drive C បន្ទាប់មកចូលមកកាន់ program file x86 ហ្នឹងមកបន្ទាប់មកយើងយកពាក្យថា comment file បន្ទាប់មកទៀតយើងយកពាក្យថា Autodesk chart ហ្នឹងមកបន្ទាប់មកយើងមើលកន្លែងពាក្យ network license manager ហ្នឹងហើយយើងធ្វើការលុបកន្លែងហ្នឹងទាំងអស់មកអញ្ចឹងកន្លែងនេះយើងធ្វើការលុបមកករណីលុបគឺយើងអាចលុបម្ដងទាំងអស់បានទេដោយសារ file នេះវាពងរ៉ាន់ណាមានន័យថាកន្លែងហ្នឹងយើងត្រូវចូលមកកាន់ test manager មួយទៀតអញ្ចឹងអ្នកទាំងអស់គ្នាអាចចុច control C បូក keyboard របស់យើងមកមានន័យថាយើងអាចចូលមកកាន់កន្លែង test manager ហ្នឹងបានហើយតោះនេះអ្នកទាំងអស់គ្នាកន្លែងនេះបន្ទាប់មកយើងយកពាក្យកន្លែង detail នេះអញ្ចឹងអាពីរ file នេះគឺវានៅទីតាំងហ្នឹងកន្លែង detail ហ្នឹងណាតោះមកយើងចូលមកកាន់ detail ហើយយើងឃើញឬក៏យើងអាច search ពាក្យហ្នឹងមក ADS មកវាឃើញកន្លែងនេះឃើញទេ file វាពងដើរអញ្ចឹងកាលណាវាពងរ៉ាន់អញ្ចឹងយើងអាចលុបវាបានទេឃើញទេក្នុងលក្ខខណ្ឌហ្នឹងយើងចុចកន្លែង file ហ្នឹងមក right click យកពាក្យថា end test បន្ទាប់មកយើង end process មកយើងអាចលុប file មួយហ្នឹងបានទេតោះនេះអញ្ចឹងកន្លែងនេះយើងលុបមកបន្ទាប់មកវានៅសល់ file មួយទៀតអញ្ចឹងកន្លែងហ្នឹងយើងអាច search ពាក្យ lm មកយើងឃើញ file ហ្នឹងយើងចុចវាហើយយើង end test ហ្នឹងមកបន្ទាប់ពី end ហើយមានន័យថាយើងអាច run ក្រេកសាថ្មីមកគឺកម្មវិធី Autodesk ទាំងអស់វាដំណើរការឡើងវិញហើយអញ្ចឹងបញ្ហាដំណោះស្រាយហ្នឹងគឺរបៀបធ្វើមានតែប៉ុណ្្នឹងទេតោះនេះតោះមកយើង delete មកបន្ទាប់មកទៀតយើងចូលមកកាន់ app របស់យើងនេះហើយយើងធ្វើការ run administrator ហ្នឹងមកយកពាក្យថា yes បន្ទាប់ពីដើរចប់យើងចុច OK មកហើយយើងចុចបើកកម្មវិធី Revit ឡើងវិញមកមានន័យថាអាចប្រើបានហើយមិនថាកម្មវិធី Revit ឬក៏កម្មវិធី Autodesk ផ្សេងមាន AutoCAD Robot អីហ្នឹងគឺយើងអាចប្រើនៅក្នុង app ហ្នឹងទាំងអស់ណាបន្ទាប់មកយើងអាចប្រើកម្មវិធី Autodesk បានហើយសម្រាប់អ្នកជំនាញមានន័យថាគេមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការធ្វើអីផ្សេងបានដោយងាយស្រួលវីដេអូហ្នឹងគឺយើងមានប៉ុណ្ណឹង